ការអូបន្លាយពេលក្នុងការដោះស្រាយបញ្ហាព្រំដែនរបស់ភាគីថៃគឺធ្វើឲ្យពួកថៃខាត់បងទាំងផ្លូវច្បាប់អន្តរជាតិនិងការខាត់បងទាំងសេដ្ឋកិច្ចនៅក្នុងសំណេររបស់លោកបណ្ឌិតគុជលីដែលបានសរសេរផុសនៅលើបណ្ដាញសង្គមគណនី Facebook របស់លោកនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026ដោយមានខ្លឹមសារថាការអូបន្លាយពេលក្នុងការដោះស្រាយបញ្ហាព្រំដែនរបស់ភាគីថៃគឺធ្វើឲ្យពួកថៃខាត់បងទាំងផ្លូវច្បាប់អន្តរជាតិនិងខាត់បងទាំងសេដ្ឋកិច្ចពួកថៃអាចបង្ហាញពីចំណុចខ្សោយនិងផលប៉ះពាល់អវិជ្ជមានជាច្រើនដែលថៃអាចនឹងធ្លាក់ចូលយុទ្ធសាស្ត្របរាជ័យជាបន្តបន្ទាប់ទី1វិបត្តិផ្លូវច្បាប់និងយុត្តិធម៌អន្តរជាតិកម្ពុជាមានមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំរួចទៅហើយតាមរយៈសាដីកាឆ្នាំ1962របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងការបកស្រាយបន្ថែមក្នុងឆ្នាំ2013ព្រមទាំងផែនទីខ្នាត1លើ200,000ផែនទីដងរែកដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថៃដែលកំពុងប្រឈមនឹងការបាត់បង់ទំនុកចិត្តលើឆាកអន្តរជាតិគឺដោយសារតែភាគីថៃខ្លួនឯងព្យាយាមពន្យាពេលឬមិនព្រមទទួលយកការខន្តីម៉ាផ្អែកលើច្បាប់អន្តរជាតិធ្វើឲ្យពួកគេមើលទៅដូចជាភាគីដែលមិនគោរពច្បាប់ការនេះកាន់តែយូរទៅហើយនឹងកាន់តែពិបាកក្នុងការស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិពីព្រោះពិភពលោកមិនគាំទ្រការប្រើប្រាស់ផែនទីឯកតោភាគីរបស់ថៃឡើយទី2ការខាតបង់សេដ្ឋកិច្ចនៅតំបន់សមុទ្រត្រួតស៊ីគ្នា OCA ក្នុងសមុទ្រនេះគឺជាចំណុចខ្សោយធំបំផុតរបស់ថៃនៅតំបន់សមុទ្រត្រួតស៊ីគ្នាមានប្រភពថាមពលហ្គាសនិងប្រេងកាតរាប់លានដុល្លារខណៈពេលដែលថៃកំពុងប្រឈមនឹងការខ្វះខាតថាមពលនិងតម្លៃអគ្គិសនីឡើងថ្លៃការពន្យាពេលរបស់ថៃក្នុងការដោះស្រាយព្រំដែនសមុទ្រគឺស្មើនឹងការបិទច្រកសេដ្ឋកិច្ចខ្លួនឯងកម្ពុជាអាចរងចាំបានប៉ុន្តែសេដ្ឋកិច្ចថៃវិញដែលពឹងផ្អែកលើថាមពលខ្លាំងនឹងត្រូវរងសម្ពាធមុនដូច្នេះការប៉ះពាល់ដល់ពាណិជ្ជកម្មព្រំដែននិងទេសចរគឺមិនអាចអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសឬច្រកទ្វារអន្តរជាតិពេញលេញបានទេហើយតែធ្លាប់តែចំណេញពីការនាំចេញមកកម្ពុជានឹងត្រូវបាត់បង់ឱកាសពង្រីកទីផ្សារខណៈដែលកម្ពុជាងាកទៅរកដៃគូផ្សេងដូចជាវៀតណាមចិនឬឡាវនិងទី3អស្ថិរភាពនយោបាយផ្ទៃក្នុងថៃនិងសម្ពាធការទូតដោយសារការយកបញ្ហាព្រំដែនធ្វើជាល្បែងនយោបាយដែលជារឿយៗអ្នកនយោបាយថៃជាពិសេសក្រុមជាតិនិយមជ្រុលតែយកបញ្ហាព្រំដែនជាមួយកម្ពុជាមកធ្វើជាឧបករណ៍វាយប្រហារគ្នាក្នុងស្រុកការធ្វើបែបនេះមិនបានផ្ដល់ផលចំណេញដល់ជាតិគេនោះទេផ្ទុយទៅវិញវាបង្កើតឲ្យមានអស្ថិរភាពនយោបាយផ្ទៃក្នុងនិងធ្វើឲ្យអ្នកវិនិយោគបរទេសរុញរាក្នុងការបោះទុននៅប្រទេសថៃឯភាពឯកោវិញក្នុងតំបន់អាស៊ានថៃកំពុងអូសបន្លាយចំនួនទ្វេភាគីដោយមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយធ្វើឲ្យថៃបាត់បង់តួនាទីជាអ្នកដឹកនាំក្នុងតំបន់ជារួមមកយុទ្ធសាស្ត្រពន្យាពេលរបស់ថៃមិនមែនជាជំរើសដ៏ឆ្លាតវៃនោះទេគឺជាទម្រង់នៃការបរាជ័យដែលស្វ័យប្រវត្តិទៅតាមពេលវេលានិងមកដល់ខណៈពេលដែលកម្ពុជាកាន់តែមានភាពចាស់ទុំវៃឆ្លាតខាងការទូតមានសេដ្ឋកិច្ចរីកចម្រើននិងមានច្បាប់អន្តរជាតិនៅក្នុងដៃរីឯថៃវិញមានតែការខាតបង់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងនិងជាពិសេសខាតបង់មុខមាត់លើឆាកអន្តរជាតិនិងការខាតបង់ឱកាសអភិវឌ្ឍសេដ្ឋកិច្ចរួមខ្ញុំយ៉ែមបូរិនពីកម្មវិធីកំណប់កម្ពុជា